លោកប្រធានមានភ្ញៀវមករកលោកប្រធានឲ្យគេចូលមកបាទសូមជើញបងធានាងយំស្រែមិនសុខចិត្តពីរឿងដែលកាត់ក្តីការពីម្សិលមិញមែនទេចាំមិនឬក៏ខ្ញុំកាត់ក្តីដោយមិនយុត្តិធម៌បើគិតថាមិនត្រឹមត្រូវនាងអាចធ្វើពាក្យបណ្ដឹងទៅសាលាអតបានមិនមែនរឿងហ្នឹងទេអញ្ចឹងរឿងអីទៅវិញអូនមកនេះគឺអូនចង់និយាយរឿងយើងទាំងពីរណាបងតែខ្ញុំគ្មានរឿងអីផ្ទាល់ខ្លួនជាមួយអ្នកស្រីទេបើអស់កិច្ចការហើយសូមអ្នកស្រីអញ្ជើញទៅវិញចុះបងធាហេតុអីក៏បងនិយាយអញ្ចឹងយ៉ាងម៉េចខ្ញុំនិយាយខុសហើយអតីតកាលរវាងខ្ញុំហើយនឹងអ្នកស្រីណាវាបានបញ្ចប់អស់ទៅហើយពេលនេះខ្ញុំក៏មានប្រពន្ធដែរសូមអ្នកស្រីណាកុំមកបំផ្លាញសុភមង្គលរបស់ខ្ញុំអីខ្ញុំអរគុណលោកណាស់ដែលលោកបានប្រាប់ខ្ញុំឲ្យដឹងខ្ញុំមកនេះគ្រាន់តែចង់នាំគុណពេជ្រឲ្យស្គាល់ឪពុកបង្កើតរបស់វាថាម៉េចឪពុកបង្កើតអ្នកស្រីបើចង់សម្ដែងល្ខោនជាមួយខ្ញុំណារករឿងណាឲ្យល្អជាងនឹងបន្តិចទៅបានទេលោកសទ្ធានេះហើយគឺជាដំណាក់ឈាមរបស់លោកទេខ្ញុំមិនបានផ្ដល់កំណត់អីឲ្យគេទេអ្នកស្រីកុំចេះតែមកចោលខ្ញុំផ្ដេសផ្ដាស់ណាខ្ញុំសុំ5ម្ដងទៀតកុំមកបង្ខូចកិត្តិយសរបស់ខ្ញុំមិនទទួលជាដាច់ខាតសម្រាប់លើលោកចុះខ្ញុំគ្រាន់តែនាំវាមកជម្រាបឲ្យលោកដឹងខ្ញុំមិនមករំខានលោកទៀតទេចាប់ពីថ្ងៃនេះតទៅតោះគុណពេជ្រគេទៀតទៅបើសុធាគេមិនត្រូវការអូនក៏នៅមានបងនិងគ្រួសារបងដែរអរគុណបងបងនៅតែល្អតែខ្ញុំអាណិតកូនពេជ្រណាមិនបានស្គាល់ឪពុកបង្កើតរបស់វាតែបងពេញចិត្តធ្វើជាឪពុកកូនពេជ្ររហូតអូនពេញចិត្តទេបងកូនមិនជាមួយបងអញ្ចឹងបងនិយាយមែនណាមិនមែននិយាយលេងសើចនោះទេបងមានទាំងទ្រព្យមានទាំងបុណ្យស័ក្តិស្លាញ់ផ្កាតែគេបោះចោលឲ្យនោះទេខេមរីអូនកុំនិយាយអញ្ចឹងអីបងមិនអាចគិតឃើញដូច្នេះទេណាអ
គឺប៉ានឹងម៉ាំងពូនកូនពេជ្រនឹងណា ខ្ញុំឃើញប៉ាអោបម៉ាក់ពួន ទីទៅ ចេកមួយស្និតប្រហែលមីងចា1500 នេះ ហើយចុះពុំកាន់នេះ អញ្ចឹងខ្ញុំយកមួយស្និត សាសាក្រោបហ្នឹង ចាប់ផ្កាយមកពុំប្រហែលមីង 1000 រៀល ពូទីន 1000នេះ នេះអូន ចា ពុំកាន់ អញ្ចឹងខ្ញុំយកពីភួង ចាពីពូទៅមកឲ្យបងកាន់ ចាអរគុណអូន គ្រប់ហើយមែនទេកូនពេជ្រ ណែលុយអាប់ បាទអរគុណហើយមីង ចា កូនពេជ្រគុណនេះទៅនឹងហើយណាស្លាប់មកទៀតអូន បង្គន់ យ៉ាងម៉េចហើយមើលទស្សនភាពសម្បំចឹងគឺអារម្មណ៍ខ្លះទេ ចាស្លាស់មកស្លាស់មកណាស់បង ឡោះហើយចឹងជំនះភាពសោកសៅមុំមកឲ្យវារសាប់តាមខ្យល់អស់ទៅចាប់យកភាពរីករាយនិងភាពសំខាន់ក្នុងក្នុងចិត្តគឺវាប្រសើរជាងណាកុំដាក់ទណ្ឌកម្មខ្លួនឯងឯងបងមិនឲ្យអូនអស់សង្ឃឹមទេរៀបការជាមួយនឹងបងទៅខេមរី ខ្ញុំដឹងថាបងប្រកបជានិយាយពាក្យនេះ អូនមិនជឿនឹងបន្ទុកចិត្តបងមែនទេបងមិនមែនជាលោកធីទេណា បងល្អទាំងគ្រប់ល្អទាំងគ្រាន់ល្អជាងសុធាឆ្ងាញ់ណាស់តែស្នេហ៍ដំបូងរបស់ខ្ញុំធ្វើឲ្យដួងចិត្តរបស់ខ្ញុំធ្វើឲ្យខ្ញុំសោកស្ដាយធ្វើឲ្យខ្ញុំឈឺចាប់ដូច្នេះខ្ញុំមិនសាងស្នេហ៍ថ្មីទៀតទេ ខេមរីអូនបដិសេធបំណងល្អរបស់បងហើយអូនស្អប់បងខ្លាំងណាស់តែមែនទេ ទេអូនមិនស្អប់បងទេអូនស្រឡាញ់បងអូនអាណិតបងតែអូនគ្មានវាសនាបានធ្វើជាភរិយាបងទេអូនមានសំណាងធ្វើត្រឹមតែប្អូនស្រីបងតែប៉ុណ្ណោះ អ
ក្រនហើយ តាបងឲ្យគេគិតលុយទៅ អីបង អស់ប្រហែលបងអស់$45ចាអរគុណថ្ងៃក្រោយសូមអញ្ជើញមកជួយទិញទៀតណាចាបង បាទ